បារាំងប្រកាសស្វាគមន៍ការសម្រេចចិត្តរបស់កម្ពុជាថៃក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីនតាមព្រំដែនប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី10ខែកញ្ញារបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជាថៃហើយជំរុញឲ្យភាគីទាំងពីរបន្តកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទចុះបាញ់នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងប្រចាំនៅភ្នំពេញដែលបានផ្សាយលើទំព័រ Facebook នាព្រឹកថ្ងៃទី16ខែកញ្ញាបើតាមស្ថានទូតបារាំងស្វាគមន៍ជាពិសេសក្នុងការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីនតាមព្រំដែនជាមួយគ្នានេះបារាំងបានបញ្ជាក់សារជាថ្មីនៅការគាំទ្រដល់ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានក្នុងកិច្ចខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់